ឲ្យតែផលិតផលខ្មែរគឺថ្លៃទាំងអស់ផលិតភាពនៃការផលិតរបស់យើងហ្នឹងគឺវានៅតូចឬក៏មធ្យមនៅឡើយឯង មានបងប្អូនខ្មែរយើងមួយចំនួនណាគាត់តែងតែលើកឡើងថាមូលហេតុអ្វីបានជាផលិតផលខ្មែរថ្លៃជាងផលិតផលនាំចូលចា៎ ពាក់ព័ន្ធជាមួយនឹងផលិតផលដែលផលិតនៅក្នុងស្រុកខ្មែរគឺ100%គឺថ្លៃជាងផលិតផលនាំចូលតែម្ដងអញ្ចឹងខ្ញុំលើកទាក់ហេតុករណ៍មួយដើម្បីឲ្យបងប្អូនខ្មែរយើងបានដឹងមូលហេតុដែលវាថ្លៃហ្នឹងគឺវាមានហេតុផលរបស់វាដែលធ្វើឲ្យថ្លៃអញ្ចឹងវាមានពីរទី1នៅក្នុងស្រុកខ្មែរយើងអត់ទាន់មានរោងចក្រខ្នាតធំដូចរោងចក្រនៅបរទេសទេនៅស្រុកគេឯងផលិតភាពរបស់យើងណា ចា៎ ផលិតភាពនៃការផលិតរបស់យើងហ្នឹងគឺវានៅតូចឬក៏មធ្យមនៅឡើយឯងវាអត់ទាន់ឆ្លើយតបជាមួយនឹងតម្រូវការទីផ្សារបានន័យថានៅស្រុកគេរោងចក្រគេធំខ្នាតអន្តរជាតិអញ្ចឹងនៅក្នុងការដែលផលិតផលិតផលហ្នឹងគេផលិតដោយម៉ាស៊ីនស្វ័យប្រវត្តិអញ្ចឹងគេប្រើប្រាស់កម្លាំងពលកម្មមនុស្សតិចអ្នកបច្ចេកទេសតិចមែនទែន1ម៉ោងគេអាចផលិតបានរាប់លានមុខនៅក្នុងផលិតផលរាប់លានចំនួនណា ចា៎ ហើយបើសិនជាយើងងាកមកស្រុកខ្មែរយើងវិញផលិតផលដែលផលិតនៅក្នុងរោងចក្រឬក៏សិប្បកម្មនៅក្នុងស្រុកខ្មែរយើងដែលបងប្អូនតែងតែចោទសំណួរសួរថាឲ្យតែផលិតផលខ្មែរគឺថ្លៃទាំងអស់ថ្លៃជាងផលិតផលនាំចូលឬក៏ថ្លៃជាងផលិតផលរបស់បរទេសអញ្ចឹងវាមានហេតុផលរបស់វាហេតុផលមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងថ្លៃដើមវត្ថុធាតុដើមថ្លៃដើមផលិតផលដែលយើងបញ្ជាទិញហ្នឹងនៅក្នុងបរិមាណតិច អញ្ចឹងបរិមាណតិចវាថ្លៃបើយើងបញ្ជាទិញថ្លៃដើមហ្នឹងក្នុងបរិមាណច្រើនវាធ្វើឲ្យថ្លៃដើមហ្នឹងវាធូរថ្លៃអញ្ចឹងផលិតភាពដែលយើងផលិតហ្នឹងវាអាចទៅតាមនឹងដែរបើសិនជាយើងផលិតភាពយើងផលិតច្រើនដោយរោងចក្រធំនៅបរទេសដែរខ្នាតអន្តរជាតិខ្នាតរោងចក្រធំហ្នឹងផលិតផលរបស់ខ្មែរយើង100%គឺនឹងធូរថ្លៃដោយផលិតផលបរទេសដែរហើយមួយទៀតដែលសំខាន់ហ្នឹងគឺការដែលគាត់ផលិតនៅផលិតផលសម្រេចដែលថ្លៃហ្នឹងគឺគាត់ផ្ដោតសំខាន់ថាផលិតផលដែលផលិតមកហើយហ្នឹងគឺអ្នកប្រើប្រាស់គាត់ទទួលបានគុណភាពនៃផលិតផលហ្នឹងល្អហើយសុវត្ថិភាពនៅក្នុងការប្រើប្រាស់ហើយអ្វីដែលសំខាន់នោះគាត់ផ្ដោតទៅលើការផលិតនៅប្រើប្រាស់នៅក្នុងស្រុកហើយនឹងការនាំចេញបើផ្ដោតទៅលើការនាំចេញគឺគាត់ត្រូវគោរពទៅតាមវិធានរបស់ប្រទេសដែលគាត់នាំចូលទៅ ចា៎ នឹងឲ្យគាត់នាំចេញពីស្រុកយើងនាំចូលទៅបរទេសហ្នឹងទៅហើយបើនៅក្នុងស្រុកខ្មែរគឺគាត់ផ្ដោតសំខាន់ទៅលើសុវត្ថិភាពនិងគុណភាពតែម្ដងដែលវាធ្វើឲ្យថ្លៃ Prep Media ចែករំលែកព័ត៌មាននិងចំណេះដឹង